បាទជំរាបសួរលោកអាចារ្យសរឿននិងលោកប៊ុនឈឿនព្រមទាំងជំរាបសួរដល់ជនដែលកំពុងតែតាមដានទេសនាការផ្សាយផ្ទាល់កម្មវិធីពិភពព័ត៌មានរបស់ស្ថានីយ៍និពន្ធ NTV ទាំងអស់គ្នាផងដែរបាទកម្មវិធី NTV ពិភពព័ត៌មានលោកវុតបាទសូមអរគុណបាទតែយើងហៅកម្មវិធីយើងអត់ត្រូវក្រែងអ្នកច្រឡំណា NTV ពិភពព័ត៌មានបាទអរគុណលោកសវុតមានអ្វីដើម្បីរាយការណ៍ជូនបងប្អូនប្រជាពលរដ្ឋយើងថ្ងៃនេះបាទនៅព្រឹកនេះដែរខ្ញុំបាទក៏មានសេចក្តីរាយការណ៍មួយពាក់ព័ន្ធទៅនឹងអត់ល្មើសព្រៃឈើទៀតហើយបាទគឺថាមន្ត្រីយោធាចូលជើងនៅអង្គភាពការពារព្រំដែនកោះលេខ201កំពុងតែមានញឹកក្នុងការប្រមូលទិញឈើប្រណិតបាទគាត់ជាមន្ត្រីមានតួនាទីភារកិច្ចការពារទប់ស្កាត់បទល្មើសគាត់ទៅជាអ្នកបង្ខំឲ្យអ្នកធ្វើបទល្មើសទៅវិញបាទអញ្ចឹងយ៉ាងម៉េចដែរបន្ថែមទៅទៀតមើលលោកវុតបាទឃើញថាបើទោះបីជាជាងមួយសប្តាហ៍កន្លងទៅនេះបាទជាប់ព្រំដែនកម្ពុជាវៀតណាមដែលស្ថិតនៅចំណុចភូមិត្រពាំងស្រែឃុំពីធ្លូសក់ធ្លួលខេត្តប្រជែនេះត្រូវបានបាត់ធ្វើមានការរាំងស្ទះដល់ដំណើរការនៃការដឹកជញ្ជូនឈើខុសច្បាប់ចូលទៅកាន់ប្រទេសវៀតណាមយ៉ាងណាក៏ដោយក៏គេនៅតែសង្កេតឃើញមានមេឈ្មួញម្នាក់នៅចំណុចត្រពាំងស្រែតែម្ដងកំពុងតែប្រមូលទិញឈើប្រណិតខុសច្បាប់ដដែលបាទប្រភពព័ត៌មានពីវិជាពលរដ្ឋនោះក៏បានឲ្យដឹងថាជារៀងរាល់ថ្ងៃនេះមិនថាជប់មិនថាថ្ងៃទេលោកសរឿនគេបានឃើញរថយន្តនិងម៉ូតូជាច្រើនគ្រឿងបាទជាពិសេសគឺម៉ូតូបានធ្វើចរាចរណ៍ដឹកជញ្ជូនឈើប្រណិតប្រភេទធ្នង់ចេញពីតំបន់នានានៃទឹកដីខេត្តក្រចេះឆ្ពោះទៅកាន់ចំណុចត្រពាំងស្រែឃុំពីធ្លូសក់ធ្លួលដើម្បីយកឈើធ្នង់ទាំងនោះទៅលក់ឲ្យលាឈ្មួញម្នាក់បាទដោយឡែកប្រភពព័ត៌មានមួយទៀតបាទដែលទទួលបានពីក្រុមអ្នកដឹកឈើធ្នង់តាមម៉ូតូនោះក៏បានឲ្យដឹងផងដែរថាឈើធ្នង់ដែលពួកគាត់ធ្វើការដឹកជញ្ជូនតាមម៉ូតូជារៀងរាល់ថ្ងៃនេះគឺយកទៅលក់ឲ្យមានឈ្មួញម្នាក់បាទមានឈ្មោះថាលោកកុងកាំងបាទមានតួនាទីជាបាទកុងកាំងមានតួនាទីជាមន្ត្រីយោធាចូលជើងនៅអង្គភាពការពារព្រំដែនកោកលេខ204ចំណុះឲ្យតំបន់បដិបត្តិការសឹករងខេត្តក្រចេះបាទលោកវុតកាត់តិចលោកសវុតខុសច្បាប់យ៉ាងសកម្មដែរបាទលោកសរឿនបាទលោកសវុតកាត់បន្តិចឈ្មោះលោកកុងកាំងហ្នឹងលោកសវុតច្បាស់ទេលោកកុងកាំងបាទគាត់ណាលោកឈ្មោះលោកកុងកាំងលោកសរឿនបាទលោកអាចទេលេហ្វូនសុំការបំភ្លឺពីគាត់តិចមើលក្រែងលោថាអ្នកដឹកឈើគាត់ចេះតែថាណាកាលណាថាទៅបើគាត់អត់អញ្ចឹងមែនវាខូចឈ្មោះរបស់គេណាអញ្ចឹងបាទយើងនិយាយអ្វីដែលពិតនិយាយអ្វីដែលប្រកបនិយាយអ្វីដែលច្បាស់លាស់អញ្ចឹងលោកអាចព្យាយាមមើលថាតើលោកកុងកាំងនឹងទទួលទិញឈើពីបងប្អូនឬក៏បង្កើនឬក៏បំផុសបំផុលឲ្យបងប្អូនដឹកឈើក្នុងតាមម៉ូតូយកទៅលក់ឲ្យគាត់ឬក៏យ៉ាងណាណាបាទប្រកាសណាលោកសរឿនបាទទូរស័ព្ទរបស់លោកកុងកាំងនេះបាទឈ្មោះថាលោកកុងកាំងលោកសរឿនបាទគឺមិនងាយមិនងាយនឹងតំណែងតំណងបានទេបាទជួនតែខ្លះទូរស័ព្ទចូលហើយក៏គាត់មិនលើកទទួលឆ្លើយតបមកវិញនោះទេបាទគឺច្បាស់ណាស់លោកសរឿនបាទលោកកុងកាំងនេះបាទមានតួនាទីជាមន្ត្រីយោធាចំណុះឲ្យចូលជើងនៅវគ្គការអង្គភាពការពារព្រំដែនកោកលេខ204នេះបាទគឺថាគាត់ជាឈ្មោះដែលរកស៊ីឈើខុសច្បាប់ដល់សកម្មម្នាក់បាទមានឈ្មោះបោះសម្លេងណាខាងរកស៊ីឈើខុសច្បាប់នេះជាយូរយារណាស់មកហើយលោកសរឿនពីណាក៏ស្គាល់គាត់ដែរបាទលោកបាទអរគុណបាទលោកសរឿនប្រភពបានឲ្យដឹងទៀតថាបាទឈើដែលលោកកុងកាំងបាទប្រមូលទិញបានពីក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនតាមរថយន្តក៏ដូចជាម៉ូតូនោះបាទគាត់យកទៅស្តុកទុកក្នុងមន្ទីរយោធាមួយកន្លែងស្ថិតនៅភូមិត្រពាំងស្រែឃុំពីធ្លូសក់ធ្លួលនោះតែម្ដងបាទយកទៅស្តុកទុកនៅក្នុងមន្ទីរយោធាទៅទៀតបាទលោកសរឿនបាទមិនអញ្ចឹងលឺចំណុចហ្នឹងខ្ញុំគិតថារឿងតែវាអស់សម្ងាយទៅវិញណាប្រទាយទៅហ៊ានមិនក៏យកឈើទៅស្តុកទុកបាទដូចពេកហើយគាត់ធ្វើនឹងដូចហ៊ូហែពេកដែរបើសិនជាព័ត៌មាននឹងពិតមែនលោកវុតស្ដាប់ខ្ញុំសិនណាបើសិនជាព័ត៌មាននឹងពិតមែនណាគឺថាប្រជាពលរដ្ឋលោកយល់ថាប្រហែលជាមិនសមទេណាយកប្រទាយទៅហ៊ានដែលជាខ្នងបង្អែកការពារទឹកដីបូរណភាពទឹកដីកសាងនៅសុខសន្តិភាពជូនប្រជាពលរដ្ឋយកទៅស្តុកនៅបទល្មើសផ្សេងអញ្ចឹងយកទៅដាក់ទុកឬក៏កន្លែងស្តុកនៅបទល្មើសផ្សេងអញ្ចឹងគឺ
គឺថាសូមអាដាមនាយអាដាមសនីអគ្គបញ្ជាការលោកនឹងជ្រាបហើយលោកនឹងមានវិធានការមើលទៅហើយតើរឿងហ្នឹងវាពិតមែនឬអត់ហើយសហការីរបស់យើងជាពិសេសលោកសវុតបាទទៅបញ្ជាក់រឿងហ្នឹងបន្តិចទៀតថ្ងៃស្អែកចង់ឲ្យរាយការណ៍ម្ដងទៀតពាក់ព័ន្ធនឹងករណីហ្នឹងណាបញ្ជាក់មើលតើច្បាស់ដែរអត់យើងកុំលឺណាយើងកុំលឺទៅតាមម៉ូតូដុបប្រាប់ឬម៉ូតូដែលដឹកឈើនឹងប្រាប់យើងទៅឲ្យផ្ទាល់ដើម្បីឲ្យច្បាស់ណាបើអាចទៅបានទៅផ្ទាល់មកបាទបាទអរគុណមានអីចុងក្រោយទេបាទខ្ញុំក៏សូមបញ្ជាក់បន្តិចពីបេមាទៀតដែរលោកសរឿនឃើញថាទន្ទឹមនឹងសកម្មភាពប្រមូលទិញឈើរបស់លោកកងក្រាំងនេះដែរបាទគឺពុំដែលមានសមត្ថកិច្ចគឺជាពិសេសនោះគឺថាជំនាញរដ្ឋបាលព្រៃឈើដែលចូលជើងចាំបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះបាទហ៊ានចាញ់មុខបង្ក្រាបឬក៏ទប់ស្កាត់សកម្មភាពប្រមូលទិញឈើខុសច្បាប់របស់លោកកងក្រាំងទេជាពិសេសទៅទៀតនោះគឺมันមានសមត្ថកិច្ចដែរហ៊ានចាញ់មុខទៅបង្ក្រាបទីតាំងស្តុកឈើរបស់លោកកងក្រាំងនៅក្នុងមន្ទីរនោះទេបាទគឺរលូនតែរហូតពាក់ព័ន្ធនឹងបញ្ហានេះដែរបាទស្នាក់ងារស្ថានីយ៍ទូរទស្សន៍បាទអ្នកព័ន្ធ NTV ប្រចាំខេត្តកញ្ចេះយើងបានទូរស័ព្ទសុំការបំភ្លឺពីលោកឡាយទុតនាយសង្កាត់រដ្ឋបាលព្រៃឈើស្នួលផងដែរតែលោកឯងឆ្លើយតបមកវិញថាអ្នកខ្លៃថាលោកមិនបានដឹងទេបាទលោកមិនដឹងបាទបើដឹងលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ហើយបាទសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះលោកសរឿនបាទខ្ញុំហាក់បីដូចជាខកចិត្តបន្តិចចំពោះសម្ដីរបស់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើដែលឆ្លើយថាមិនដឹងណានាយសង្កាត់បាទនាយសង្កាត់បាទគឺថានាយសង្កាត់បាទហើយគាត់ថាមិនដឹងដូចជាខកចិត្តបន្តិចសម្រាប់ប្រជាពលរដ្ឋណាអញ្ចឹងមិនដឹងថាបើលោកមិនដឹងទេលោកធ្វើការធ្វើអីណាលោកមានទូនាទីកន្លែងនឹងធ្វើអីបាទអញ្ចឹងលោកគួរតែដឹងហើយមិនមែនថាមិនដឹងទេមិនដឹងនេះគឺថាវិសាឲ្យរួចខ្លួនដល់ប៉ុណ្្នឹងទេណាអរគុណហើយមួយទៀតចុងក្រោយខ្ញុំសូមមួយម៉ាត់ថាតើមកដល់ម៉ោងនេះណាប្រជាពលរដ្ឋបងប្អូនយើងនៅខាងកញ្ចេះបានទស្សនាផ្ទាល់ការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ NTV និព័ន្ធ HD ដែលនៅបាទក៏ប៉ុន្តែលោកសរឿនណាបាទខ្ញុំក៏សូមបញ្ជាក់ចំណុចនេះបន្តិចដែរបាទនៅខាងខេត្តក្រចេះយើងនេះក៏ដូចជាភាគឦសានខេត្តស្ទឹងត្រែងបាទឃើញថាប្រជាពលរដ្ឋយើងបានទស្សនាកម្មវិធីNTV ពិភពព័ត៌មាននេះបានខ្លះៗហើយមួយចំនួនហើយបាទគឺថាតាមរយៈDTV HD បាទស្ថិតនៅក្នុង channel លេខ43បាទបាទនៅនឹង43ហ៎មិនដឹងថា channel ប៉ុន្មានក៏ខ្ញុំអត់ដឹងដែរណាលោកសរឿនបាទគឺបានមើលឃើញខ្លះហើយបាទសង្ឃឹមថាថ្ងៃមុខទៀតបាទឆាប់នេះកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍និព័ន្ធ NTV នេះនឹងធ្វើឲ្យមានវិសាលភាពទូលំទូលាយជាងនេះបាទលោកសរឿនបាទអរគុណជំរាបលាលោកសវុតបាទជួបគ្នានៅថ្ងៃច័ន្ទសប្តាហ៍ក្រោយបាទសូមអរគុណនិងសូមជម្រាបលាលោកអាចារ្យសរឿននិងលោកប៊ុនឈឿនព្រមទាំងជម្រាបលាទស្សនិកជនដែលកំពុងតែតាមដានទស្សនាកម្មវិធី NTV ពិភពព័ត៌មាននៅព្រឹកនេះផងដែរបាទខ្ញុំបាទសុសវុតធ្វើសេចក្តីរាយការណ៍ពីស្រុកស្នួលខេត្តក្រចេះបាទអរគុណជម្រាបលាបាទ